នេះគឺជាថ្ងៃទី3នៅប្រទេសឥណ្ឌូនេស៊ីឯងបងប្អូនគឺយើងងើបពីគេងមកហើយយើងរៀបចំទៅញ៉ាំអាហារពេលព្រឹកហើយថ្ងៃហ្នឹងគោលដៅរបស់យើងគឺទៅទឹកធ្លាក់ទុំប៉ាសេវូដោយសារតែទេសភាពនៅរីសតហ្នឹងស្អាតមែនតើអញ្ចឹងមិនឲ្យថតអត់បានអញ្ចឹងក៏ឆ្លៀតថតទេសភាពឲ្យបងប្អូនមើលបន្តិចអញ្ចឹងណាហើយក៏ចាប់ផ្ដើមមករៀបចំញ៉ាំអាហារ buffet ដែលខាងរីសតគេនេះរៀបចំអញ្ចឹងហើយសម្រាប់អាហារហ្នឹងផងដែរគឺមានបាយឆាមីឆាយអញ្ចឹងណាបងប្អូនមាននំប៉័ងអីចឹងទៅហើយនាងខ្ញុំក៏ចាប់ផ្ដើមមកចាប់អាហារញ៉ាំក្រោយញ៉ាំអាហារហើយយើងក៏មកយកវ៉ាលីដើម្បីទៅទឹកធ្លាក់ហើយនៅនេះគឺចំការផ្លែសាឡាណាបងប្អូនហ្នឹងហើយនៅមកតំបន់ទុំប៉ាសេវូហ្នឹងគឺគេដាំតែប្រភេទសាឡាអញ្ចឹងហើយសាឡាណានោះគឺលក់ធូរថ្លៃមែនទែនហើយឆ្ងាញ់ហើយវាស្រស់ៗវាមានជាការស្រាប់បងប្អូនតែនៅខ្មែរយើងរៀងថ្លៃដោយសារតែយើងយកចេញពីឥណ្ឌូនេស៊ីទៅអញ្ចឹងណាបងប្អូនហ្នឹងហើយការដែលដើរទៅនោះគឺរៀងឆ្ងាយគួរសមណាស់ផ្លូវគឺចោតអញ្ចឹងណាបងប្អូនប៉ុន្តែយើងមកវិញយើងចង់ជិះម៉ូតូអីក៏បានដែរហើយនេះគឺជាផែនទីនៃទឹកធ្លាក់ដែលនៅទុំប៉ាសេវូនោះគឺវាមានទឹកធ្លាក់ច្រើនមែនតើនៅនឹងហើយយើងអាចធ្វើដំណើរដោយថ្មើរជើងទៅអញ្ចឹងណាបងប្អូនទីបំផុតយើងបានមកដល់ហើយបងប្អូនក៏លេចមើលទឹកធ្លាក់ទាំងអស់គ្នាគឺពិតជាស្រស់ស្អាតមែនតើនេះហ្គាខ្ញុំគាត់ឡើងទៅដើម្បីថតឲ្យក្រុមខ្ញុំអញ្ចឹងថតម្ដងម្នាក់នៅទស្សនភាពទឹកធ្លាក់មកយ៉ាងស្រស់ស្អាតតែម្ដងតពីថតចប់ហើយយើងក៏បន្តដំណើរទៅទឹកធ្លាក់មកកន្លែងទៀតចឹងណាបងប្អូនអញ្ចឹងយើងត្រូវធ្វើដំណើរទៅតាមផ្លូវស្ពានតោងប្រកាន់ដៃហ្នឹងយូរដែរបងប្អូនចង់ប្រហែលជាកន្លះម៉ោងឯដែរបានយើងដើរដល់ហើយភ្ញៀវទេសចរសម្រុកទៅនឹងមកហើយផ្លូវគេគឺទូចមែនតើហ្មងគឺពិបាកក្នុងការជិះគ្នាហ្មងបងប្អូនដោយសារតែផ្លូវវាទូចហើយវាចោតខ្លាំងហើយវាអាចនឹងល្អដោយសារតែវាសើមរហូតអញ្ចឹងណាគឺកន្លែងនេះហត់តែស្អាតខ្លាំងមែនតើហើយពិតជាធំហើយទឹកធ្លាក់គេខ្ពស់ហើយវាថាវាឡើងហុំព័ទ្ធជុំវិញហ្នឹងហ្មងបងប្អូនបានទៅវាប្រៀបដូចជាឋានសួគ៌ហ្មងហើយយើងឈរចម្ងាយ
หอบกะโหลហើយក៏ទឹកហ្នឹងវាសាយមកទៅទឹកយើងដែរប៉ុន្តែពិតជាស្រស់ស្អាតដូចយើងឡើងឋានសួគ៌អញ្ចឹងបងប្អូនឥឡូវនេះខ្ញុំកំពុងតែឡើងទៅបដាហើយកន្លែងស្អាតៗមួយចំនួនយើងអត់ទាន់បានថតទេដោយសារតែមានគេថតច្រើនអញ្ចឹងណាយកប្លង់នឹង background ដែលទឹកធ្លាក់នឹងមកប៉ុន្តែសរសើរនៅកាយជនជាតិឥណ្ឌូនេស៊ីហ្នឹងបរោះហ្នឹងពួកគាត់ពូកែថតរូបឲ្យយើងធម្មតាទេគេថតបានថ្មីចោលចាស់បានតែមានរបស់ថ្មីមកថ្មីឆ្ងាញ់អាចាស់នៅតែអត់ឆ្ងាញ់ដដែលមកដល់ឡងស្រួចហ្នឹងហើយចាក្រុមរបស់ខ្ញុំបន្ទាប់ពីដើរលេងហត់ចឹងទៅយើងឈប់សម្រាកញ៉ាំអីហើយយើងឆ្លុះគ្នាប្រើអីចឹងណាហើយបើយើងមានកម្លាំងបើយើងបន្តដំណើរទៅមកកន្លែងទៀតប៉ុន្តែមុននឹងទៅនឹងក៏បានទិញនៅស៊ូវេនីមួយចំនួននៅទឹកធ្លាក់ទំប៉ាក់ស៊ីវូអញ្ចឹងណាយកទៅបិទទូទឹកកកឬក៏បិទអីឬក៏ឲ្យបងប្អូនអីអញ្ចឹងទៅថាយើងទុកជាអនុស្សាវរីយ៍យើងមកកន្លែងហ្នឹងអញ្ចឹងណាបងប្អូនហើយពីកន្លែងទឹកធ្លាក់ហ្នឹងទៅចំណតឡានយើងជិះម៉ូតូអស់ 3000 តែខ្ញុំច្រឡំដើរអស់ពាក់កណ្ដាលផ្លូវហើយបានឃើញចឹងជិះចឹងក៏បកមហោម៉ូតូជិះវិញអញ្ចឹងគាត់យកដូចជា 1500 2000លុយខ្មែរយើងហ្នឹងបងប្អូនប៉ុន្តែផ្លូវហ្នឹងគឺវាចោតខ្លាំងណាស់អញ្ចឹងឲ្យអ៊ំប្រុសហ្នឹងក៏ឲ្យខ្ញុំតោងស្មាគាត់ចាមានជាការបន្តមកញ៉ាំនៅអាបាក់សូនេះបងប្អូននេះហ่าឆ្ងាញ់ខ្លាំងហើយតម្លៃធូរថ្លៃមែនតើតែ4000ហ្នឹងឯងមានអាប្រហិតសាច់គោហ្នឹងឡើងប្រពន្ធកដៃហើយមានអាទូចហ្នឹងមានច្រើនទៀតហើយមានសាច់មានគីបំពងមានអីក្នុងនឹងច្រើនបងប្អូនឲ្យតែ4000ចាឥឡូវនេះយើងបន្តទៅមកកន្លែងទៀតដោយសារតែយើងញ៉ាំឆ្អែតហើយឥឡូវយើងមកញ៉ាំកាហ្វេម្ដងនៅ Indomaret គេហ្នឹងខ្ញុំប្រាប់ថាកាហ្វេនេះញ៉ាំបានតែវាមិនឆ្ងាញ់ណាស់ណាអានេះយើងបន្តទៅទឹកធ្លាក់មកកន្លែងទៀតបងប្អូនប៉ុន្តែវារៀងជ្រេមកជាទូទៅគេឈប់ទទួលភ្ញៀវទេសចរហើយគេបិទត្រឹមម៉ោង2តែដោយសារយើងមានកាយជនជាតិឥណ្ឌូនេស៊ីហើយខាងតកុងឡានក៏គាត់ឥណ្ឌូនេស៊ីចឹងហើយក៏គាត់ទៅចរចាមួយខាងសហគមន៍ចឹងក៏គេព្រមឲ្យពួកខ្ញុំទៅចឹងទៅអញ្ចឹងគឺយើងត្រូវជិះម៉ូតូយ៉ាងឆ្ងាយតាមជើងភ្នំហើយមានសលេងសัตว์អីរបៀបរងំដូចយើងទៅព្រៃអញ្ចឹងបងប្អូនព្រោះហ្នឹងវានៅព្រៃរបៀបរៀងស្ងាត់ដែរតែម៉ូតូគេជិះធ្វើដំណើរទៅរៀងគួរសមដែរចានេះគឺយើងបានមកដល់ហើយយើងមកជុំគ្នានៅនឹងហើយម៉ូតូក៏គាត់ចាំយើងនៅនឹងហើយយើងរៀបចំធ្វើដំណើរដើម្បីទៅមើលទឹកធ្លាក់មកកន្លែងហ្នឹងអញ្ចឹងណាបងប្អូនទឹកធ្លាក់មកកន្លែងហ្នឹងគឺធ្លាក់ខ្លាំងមែនតែននេះខ្ញុំមើលក្នុងរូបទេណាប៉ុន្តែពេលដែលជាក់ស្ដែងគឺវាទឹកធ្លាក់ខ្លាំងហើយគេទាមទារយើងទិញអាវភ្លៀងអញ្ចឹងណាបងប្អូនតែខ្ញុំខ្ជិលទិញដោយសារកតាប់នោះវា waterproof ហើយយើងក៏អត់មានអីវ៉ាន់អីច្រើនអញ្ចឹងក៏យើងសម្រេចថាយើងអត់ទិញទេអញ្ចឹងយើងព្យាយាមធ្វើដំណើរដើរទៅថ្មើរជើងហើយពេលវេលាវាចេះតែខើចទៅដោយសារតែវាជិតល្ងឹតហើយនៅតំបន់ព្រៃភ្នំបងប្អូនល្ងឹតហ្នឹងគួរឲ្យខ្លាចមែនតែនអញ្ចឹងហើយយើងព្យាយាមដើរស្រួតទៅចឹងណាពេលយើងដើរទៅវាហត់តែឆ្ងាយទៅអញ្ចឹងធីមរបស់ខ្ញុំខ្លះក៏គាត់បានទៅទេអញ្ចឹងទៅតែ3នាក់ទេដោយសារតែខ្លាចល្ងឹតខ្លាំងបងប្អូនប៉ុន្តែដោយសារពួកខ្ញុំទៅគ្នាតិចតែខ្ញុំព្យាយាមរត់ឲ្យលឿនអញ្ចឹងដោយសារខាងកាយគាត់ថាចិត្តដល់អញ្ចឹងឲ្យមិនអីបងប្អូនទឹកវាស្អាតមែនតែនហ្មងទឹកធ្លាក់មកដូចឋានសួគ៌អញ្ចឹងប៉ុន្តែដោយសារតែយើងទៅឡែតអញ្ចឹងឲ្យវាល្ងឹតអញ្ចឹងថតមកអត់បានស្រស់ស្អាតអញ្ចឹងណាឥឡូវយើងមកត្រឡប់មកវិញហើយគឺថាល្ងត់ស្លុបតែម្ដងទៅរំតែមកដល់ចំណតឡាន